បាទសួស្តីបងប្អូនជាងនេះខ្ញុំជាមួយនឹងក្រុមការងារបានធ្វើដំណើរតាមផ្លូវលបឿនលឿនបាទធ្វើទៅកាន់ទីរួមខេត្តបាទប្រសេនុដើម្បីទៅជួបភ្ញៀវបាទជួបភ្ញៀវដែលគាត់តាក់ទងមកធ្វើការណាត់ដើម្បីជួសជុលតាក់ទងជាមួយប្រព័ន្ធទៅយកទឹកប្រហូរលបូលៀងចាននៅផ្ទះគាត់ណាអញ្ចឹងអានេះយើងមកដល់កន្លែង check out សម្រាប់ផ្លូវលបឿនលឿនហើយយើងឈៀងមកចូលលើឆ្នេរមកផ្លែតបាទបន្តមកទៀតយើងទៅដល់ផ្ទះភ្ញៀវអញ្ចឹងកន្លែងនេះគឺខាងក្រុមជាងក៏ដូចជាឡានបូមលូមកហ្នឹងគឺគាត់គោះហើយគាត់កាយហើយបាទប៉ុន្តែដោយសារតែគាត់អត់មានអីធ្វើគ្រប់គ្រាន់អញ្ចឹងគាត់ធ្វើអត់ចេញណាអញ្ចឹងយើងទៅដល់គាត់តែបើកអ្វីដែលគាត់បិទឡើងវិញនឹងមកហើយយើងចាប់តាមធ្វើការងារនឹងជូនបងម្ចាស់ផ្ទះអញ្ចឹងយើងទទួលនេះគឺទទួលធ្វើតែលើទៅយូស្ទះទេសម្រាប់កន្លែងដែលកោះកាយហ្នឹងគឺយើងធ្វើរួចរាល់ខាងក្រុមការងាររបស់បងម្ចាស់ផ្ទះនឹងមករៀបចំឡើងវិញសាថ្មីទាំងនេះទៅយូក្រោមនេះលេខ125ទៅយូរត់ទៅមុខប្រហែលជាចន្លោះ25ម៉ែត្រដែលខ្ញុំធ្វើពីនេះទៅដល់ប៉ុណ្្នឹងឥឡូវរួចរាល់ជាស្ថាប័នណាហើយខ្ញុំផ្លេចមើលនេះខ្ញុំមកធ្វើតាមក្រោយស្រាប់តែឃើញបងគាត់រៀបចំផ្លូវក្នុងដែរហ្នឹងខ្ញុំហឹងមកគាត់ដែរបាទហ្នឹងក៏បានគាត់ជីកឲ្យកុំអីវីវណាតែមើលបងផ្ញើឲ្យឃើញគាត់ជីកហើយអីហើយដែរហ្នឹងបានសម្រាប់សម្រួមថាយើងសម្រាប់មកបានអានេះខាងក្រោយផ្ទះនេះខ្ញុំបិទស៊ីហ្វុងនេះដើម្បីតែទេហើយវីដេអូនេះវីដេអូទឹកភ្លៀងខាងក្រោយផ្ទះណាអញ្ចឹងនៅជាន់ទី3គាត់រៀបចំបន្ទប់ទឹកមួយនៅលើមានក្រានបាយមានអីចឹងទៅហើយហូរតម្លាក់មកចុះមកតាមវីដេអូទឹកភ្លៀងនឹងមកក្រោមចឹងណាហើយកាត់ពីនេះទៅមុខកន្លែងនេះខ្ញុំចោះមិញបាទហើយយើងធ្វើឲ្យយើងទឹកហើយយើងទឹក3ដង4ដងហ្នឹង3ដង4ដងសាកវាល្អហូរនឹងគួរដកឲ្យតាមបងដកហើយដកធ្វើតេស្តឲ្យបងកាត់ប្រហែលជា3 4គីមិនដឹងខ្ញុំមកស៊ីមិនកើតបាត់ពុកកន្លែងសក់ពេកគាត់តែគេឃើញធ្វើជាងធ្វើអាម៉ងម៉ាំងនៅមុខហ្នឹងគេលែងចូលបាត់ហើយចូលមកនេះហូតធំមួយចូលបាត់ហើយនេះ
ตัวตัวเป็นโอเคเรียลนี่คือว่าบ้านปันนังแต่แม่ปันนังบังบังอันนี้มันเขาไว้แต่ก็เลย